គោឈីមានព្រំដែនចំនគរលូតែព្រះមហាក្សត្រនគរលូព្រះអង្គម្ចាស់មូកុងបើជាមិនសពប្រហារតីនឹងចង់ចិត្តមេត្រីជាមួយនគរឈីទៅវិញព្រះអង្គបានជាឲ្យរាជបុត្រានិងព្រះបុត្រីទៅអភិសេកនឹងទៅធ្វើជានិមឺននៅនគរដិននិងនគរឈូដែលមានទីតាំងនៅឆ្ងាយពីគ្នាទៅវិញព្រះអង្គទ្រង់ព្រះតម្រិះថាពេលមានរឿងលំបាកឬមានអាសន្នអ្វីព្រះអង្គនឹងបានជំនួយពីនគរទាំងពីរមន្ត្រីចាស់ទុំម្នាក់ឈ្មោះលីជូបានចូលគាល់សួរទៅព្រះអង្គម្ចាស់មូកុងថាអូមកថាទីកន្លែងនេះមានមនុស្សកំពុងតែលងទឹកអ្នកដែលឈរនៅមាត់ច្រាំងនោះគេស្រែកថាពួកអ្នកស្រុកយៈសុទ្ធតែជាអ្នកពូកែហែទឹកចូលអ្នកចាត់មនុស្សទៅតាមអ្នកស្រុកយៈឲ្យមកជួយស្រង់អ្នកលងទឹកផងក្នុងពេលនោះតើព្រះអង្គទ្រង់ប្រាំរិះថាគេនឹងអាចជួយលងទឹកនោះបានដែរទេครับទូព្រះមហាក្សត្រមូកុងទ្រង់សម្រុបព្រះハរតីកាកាយអីក៏ងម្លេះស្រុកយៈនៅអាណាណៃនោះទោះជាពូកែហែទឹកយ៉ាងណាក៏អ្នកលងទឹកនោះគេផុតពីសេចក្តីស្លាប់ដែរលីសជូក៏សូមតថាបើរាជធានីរបស់នគរលូមានអគិភ័យកាត់ឡើងយ៉ាងធ្ងន់ធ្ងរហើយមានមនុស្សមកប្រាប់ទូលថ្វាយព្រះអង្គថាសមុទ្រគឺជាទីកន្លែងដែលមានទឹកច្រើនបំផុតចូលប្រញាប់បញ្ជូនមនុស្សឲ្យទៅជញ្ជូនទឹកសមុទ្រមកកដុតភ្លើងពេលនោះតើព្រះអង្គមានព្រះតម្រិះថាវាអាចទៅដែរទេครับទូពេលមិនអាចទៅទេព្រះក្សត្រប្រកែកទ្រង់តែជញ្ជូនទឹកសមុទ្រដល់ទីក្រុងក៏នឹងទៅជាភ័យអស់ហើយលីជូពុំថែមពិតជាត្រឹមត្រូវហើយដែលទឹកនៅឆ្ងាយមិនអាចបលត់ភ្លើងតឡើយនគរចិននគរឈូទៅបើទោះបីជាចម្រើនរុងរឿងយ៉ាងណាក៏ដោយតែនគរទាំងពីរស្ថិតនៅឆ្ងាយណាស់ពីនគរលូហើយនេះបាននគរលូមានគ្រោះភ័យអាសន្នក្រមកដល់វាមិនខុសពី